ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីក្បួនធ្វើប៊ឺពងមាន់ណាឬក៏ប៊ឺផ្អែមប៊ឺនេះបងប្អូនអាចយកមកលាបនំប៉័ងញ៉ាំសាតេជាមួយនំប៉័ងក៏បានឬមួយក៏បងប្អូនធ្វើនំប៉័ងសាច់គោនំប៉័ងប៉ាតេនំប៉័ង3ជាន់និយាយរួមទៅធ្វើបានច្រើនមុខតែម្ដងហើយក្នុងវិធីធ្វើហ្នឹងគ្រឿងផ្សំវាមានតែពី3មុខទេអត់មានពិបាកទេបងប្អូនអាចរកបានងាយស្រួលហើយធ្វើបានទៀតហើយមានរសជាតិឈ្ងុយឆ្ងាញ់តែម្ដងឈ្ងុយពងមាន់ពងទាតែម្ដងណាហើយក៏មិនតលាន់ទៀតនិយាយរសជាតិវិញបងប្អូនគឺឆ្ងាញ់តែម្ដងការធ្វើខ្លួនឯងចេះបងប្អូនអាចជ្រើសរើសរសជាតិដែលខ្លួនឯងត្រូវការមិនផ្អែមពេកមិនរាវពេកតាមតម្រូវការពុកម៉ែបងប្អូនមួយណាប៊ឺនេះបងប្អូនដូចខ្ញុំនិយាយអញ្ចឹងបងប្អូនឃើញទេនេះឃើញទេសមិទ្ធផលដែលខ្ញុំធ្វើហើយគឺវាល្អអញ្ចឹងណាពុកម៉ែបងប្អូនល្អខ្លាំងណាញ៉េហើយយើងយកមកបៀកនំប៉័ងបៀកអីហើយបងប្អូនមានប៊ឺនៅផ្ទះអញ្ចឹងបងប្អូនចង់ធ្វើអីគេបងប្អូនឆ្នៃបានបានច្រើនមុខណាបងប្អូនចង់នំប៉័ងប៉ាតេនំប៉័ង3ជាន់ឬមួយក៏នំប៉័ងលាបតែអញ្ចឹងញ៉ាំតែម្ដងឬក៏សាច់គោអាំងអីអូត្រូវពិសេសពិសាតែម្ដងណាញ៉េហើយប៊ឺនេះបងប្អូនធ្វើឲ្យទុកទូទឹកកកក៏បានក្រៅទូទឹកកកក៏បានគឺល្អមែនតើណាទុកបានយូរគួរសមដែរឥឡូវយើងចាក់ចូលក្នុងកន្លទុកឥឡូវមុននឹងការធ្វើនាងខ្ញុំក៏សូមឲ្យពុកម៉ែបងប្អូនជួយ like ជួយ subscribe នៅ Channel YouTube ក៏ដូចជា Page Facebook របស់ខ្ញុំម្នាក់មួយណាពេញចិត្តវីដេអូខ្ញុំកុំភ្លេចជួយ share វីដេអូនេះចេញដូចគ្នាតោះយើងចាប់ផ្ដើមធ្វើទៅពុកម៉ែបងប្អូនក្នុងការធ្វើប៊ឺហ្នឹងគឺងាយគ្រឿងផ្សំងាយទេបងប្អូនឥឡូវយើងត្រូវមានអំបិលមួយចុងសាភាកាហ្វេអញ្ចឹងទៅបន្ទាប់មកនេះប្រេងឆារបស់ខ្ញុំហ្នឹងបងប្អូនចង់ប្រើប្រេងឆាមកអីក៏បានប្រេងអូលីវក៏បានអីក៏បានអញ្ចឹងណាចាប្រេងឆាយើងមានបើបងប្អូនចង់ឲ្យវារាវបងប្អូនដាក់មួយចានទៅតែបើបងប្អូនអត់ចង់រាវទេចង់ឲ្យវាខាប់យើងដាក់កន្លះចានប៉ុណ្ណឹងដូចខ្ញុំអញ្ចឹងណាចំពោះស្ករខ្ញុំដាក់3ស្ព្រាបាយទេណាហើយបងប្អូនអាចដាក់ផ្អែមជាងនឹងក៏បានដែរបើប៊ឺដែលខ្ញុំទិញនៅផ្សារគឺផ្អែមខ្លាំងណាសម្រាប់ខ្ញុំគឺផ្អែមខ្លាំងតែខ្ញុំអត់ត្រូវការផ្អែមអញ្ចឹងទេអញ្ចឹងខ្ញុំដាក់តែ3ស្ព្រាបាយទេណាហើយបើបងប្អូនចូលចិត្តផ្អែមបងប្អូនបន្ថែមនឹងតាមនឹងទៅហើយនឹងមានពងទាលាយមួយពងមាន់បងប្អូនយកពងមាន់សុទ្ធក៏បានពងទាសុទ្ធក៏បានដែរអត់បញ្ហាធ្វើបានណាតោះឥឡូវយើងចាប់ផ្ដើមធ្វើប៉ុន្តែខ្ញុំសូមបង្ហាញមួយទៀតនេះបើបងប្អូនចង់លឿនបងប្អូនមានតែម៉ាស៊ីន mixer នេះអាទូចមួយដូចខ្ញុំនេះខ្ញុំទិញតែ4រៀលទេធ្វើទៅគឺមួយផ្លេតហើយតែបើវាយដៃវាបានគ្រាន់តែវារៀងយូរបន្តិចណាពុកម៉ែបងប្អូនវាអត់បញ្ហាទេនៅពេលនេះគឺខ្ញុំធ្វើចំនួនបរិមាណតែ3ឯងខ្ញុំអត់មានធ្វើមកកញ្ឆេងហ្នឹងទេណាបងប្អូនដោយសារខ្ញុំទិញពីថ្មីពងទាឬពងមាន់ហ្នឹងបងប្អូនយកមកគឺយកមកបងប្អូនទិញពីផ្សារដែលអត់ខ្លះសេទូទឹកកកតែបើសិនជាបងប្អូនខ្លះសេទូទឹកកកបងប្អូនយកមកដាក់ខាងក្រៅឲ្យវាមានសីតុណ្ហភាពធម្មតាចាំយកមកធ្វើអញ្ចឹងមិញខ្ញុំទិញមកថ្មី5-10គ្រាប់ទាំងពងទាពងមាន់តែមិនធ្វើទាំងអស់ទេបន្ទាប់មកនេះខ្ញុំយកតែពងក្រហមទេពងសខ្ញុំអត់យកទេបងប្អូនអាចយកទៅចៀនឬក៏ឆាបាយឆ្នៃធ្វើម្ហូបផ្សេងបាននិយាយរួមទៅខ្ញុំអត់ដែរបោះចោលទេបងប្អូនអាគ្រាប់សហ្នឹងណាគឺខ្ញុំឆ្នៃយកធ្វើអីផ្សេងដាក់អញ្ចឹងមកណាជាអស់មកហើយថ្ងៃនេះខ្ញុំដាក់ពងទា1ពងមាន់2ប៉ុណ្ណឹងមកណាចឹងមកណានេះដល់ពងមាន់ហើយចូលមកពងមាន់របស់ខ្ញុំនឹងក្របក្រហមវាទូជាងពងទាអញ្ចឹងប្រហែលជាខ្ញុំត្រូវថែមមួយគ្រាប់ទៀតអីពងទា2ពងមាន់2ឲ្យវាវាយទៅឃើញច្រើនអញ្ចឹងណាអានេះវាមិញខ្ញុំថាដាក់2 1តែពេលឥឡូវហ្នឹងវាអត់ទេដោយសារពងមាន់ហ្នឹងវាគ្រាប់ទូចមែនតែនអាក្រហមហ្នឹងវាទៅជាអសច្រើនពេកអញ្ចឹងយើងបន្ថែមទៅថែមមកហើយ3បានប៉ុណ្ណឹងឃើញទេបងប្អូន
ចឹងវិធីមួយទៀតគឺថែមពងទាមួយទៀតមកហើយមកកុំឲ្យប្របាក់វាយរត់ទៅថែមចឹងណាហើយប៊ឺនេះគឺខ្ញុំយកមកអាំងនំប៉័ងទុកធ្វើបៀកមួយនំប៉័ងទុកធ្វើអីផ្សេងទៀតមក4គ្រាប់ហើយឥឡូវនេះខ្ញុំចាប់ផ្ដើមរៀបចំវាយតែមុនវាយខ្ញុំដាក់អំបិលមកចុងសុភាកាហ្វេអញ្ចឹងមិនដាក់ប៉ុណ្្នឹងទេណាបងប្អូនប្រៃដាក់តែប៉ុណ្្នឹងបានហើយដោយសារយើងធ្វើប៊ឺផ្អែមណាដាក់ប៉ុណ្្នឹងមកហើយឥឡូវយើងចាប់ផ្ដើមវាយដំបូងយើងដាក់តិចសិនមកវាយវាអញ្ចឹងមកយើងវាយបើយើងវិលទៅឆ្វេងគឺឆ្វេងវិលទៅស្ដាំគឺស្ដាំណាគឺយើងអត់អាចវិលឆ្វេងផងស្ដាំផងបានទេយើងវាយអញ្ចឹងហើយយើងដាក់ឲ្យលឿនតែម្ដងញ៉េយើងវាយពងមាន់ហ្នឹងឬក៏ពងទាហ្នឹងមួយផ្លែតណាល្បាយហ្នឹងកំឡុងប្រែពណ៌បន្តិចណាអញ្ចឹងយើងចាប់ផ្ដើមយកប្រេងឆារបស់យើងហ្នឹងមកដាក់ចិត្តហ្នឹងមកនេះយើងប្រើសព្រាហ្នឹងយើងចាក់ម្ដងបន្តិចចូលណាយើងអត់អាចចាក់ម្ដងច្រើនបានទេណាចាក់ច្រើនចូលម្ដងច្រើនគឺប៊ឺហ្នឹងនឹងខូចវាបែកវាញែកល្បាយពងមាន់ហើយនឹងប្រេងឆាហ្នឹងដាច់ចេញពីគ្នាតែម្ដងអញ្ចឹងយើងប្រើម្ដងបន្តិចរហូតណារហូតដល់ប្រេងឆាយើងអស់ឃើញទេយើងដាក់តិចអញ្ចឹងតែអត់ញាប់ទេណាញាប់ក៏អត់បានដែរយើងវាយមើលតាពងទាពងមាន់របស់យើងល្បាយរបស់យើងមួយប្រេងឆាហ្នឹងចូលគ្នាសព្វទៅយើងអាចដាក់ប្រេងបន្តទៀតបានទោះបីយើងដាក់ម្ដងតិចដាក់ញាប់គឺអត់បានទេយឺតមួយកុំបខំអញ្ចឹងបើយើងប្រកាសជាខូចឲ្យបានសម្រេចទេដែលយើងដាក់ប្រេងឆាម្ដងបន្តិចអស់ហើយយើងអាចដាក់ស្ករម្ដងស្ករនេះក៏យើងដាក់ម្ដងបន្តិចដូចក្នុងវីដេអូខ្ញុំប្រាប់បង្ហាញបងប្អូនអញ្ចឹងណាដាក់ម្ដងបន្តិចអញ្ចឹងរហូតតែស្ករហ្នឹងមិចចូលគ្នាជាមួយនឹងប៊ឺរបស់យើងឲ្យបានល្អបានយើងអាចបន្ថែមស្ករបន្តិចទៀតបានម្ដងបន្តិចអញ្ចឹងណាហើយស្ករនេះខ្ញុំដាក់អស់ពាក់កណ្ដាលហើយពេលដាក់ហ្នឹងបងប្អូនអាចភ្លក់បានណាពួកយករសជាតិតែពុកម៉ែបងប្អូនត្រូវការនេះឃើញទេគឺវាមានសភាពបែបនេះឃើញទេវាអត់ទាន់ហើយទេពុកម៉ែបងប្អូនតែប៊ឺរបស់យើងមានសភាពរាងសាច់រាងល្អសាច់វាចាប់ដើមរលាយនៅចូលគ្នាតែមួយយើងធ្វើអញ្ចឹងរហូតដល់អស់ស្ករណាពុកម៉ែបងប្អូនឥឡូវនេះប៊ឺរបស់ខ្ញុំបានរួចរាល់ហើយណាយើងបិទម៉ាស៊ីនមកឃើញទេឃើញចេះបងប្អូនណាឃើញទេសាច់វាអញ្ចឹងណាគឺរួចរាល់ហើយយើងអាចយកដាក់ទុកចានបានណាយើងដាក់ចូលកន្លក៏បានដែរឥឡូវប៊ឺរបស់ខ្ញុំរួចរាល់ហើយណាអញ្ចឹងខ្ញុំយកនំប៉័ងមកបៀក
បងប្អូនចង់ញ៉ាំជាមួយនំប៉័ងក៏បានចង់ញ៉ាំអីមួយអីក៏បានដែរណាញ៉េធ្វើអាហ្នឹងទៅនឹកឃើញសកូអាំងភ្លាមហ្មងបងប្អូនគិតអញ្ចឹងអត់ខ្ញុំធ្វើអាហ្នឹងគឺគោលបំណងគឺសកូអាំងនឹងឯងណាតោះយើងបៀកទៅហើយនេះប៊ឺរបស់ខ្ញុំហ្នឹងគឺបងប្អូនឃើញទេទុកមកស្ទុះឡើងលឿងល្អណាឃើញទេឡើងលឿងល្អតែម្ដងពេលយើងវាយដបងហ្នឹងគឺវាពណ៌ទឹកដោះគោតែពេលដល់ឥឡូវនេះវាឡើងពណ៌លឿងល្អហើយអ្នកខ្លះគេដាក់ទឹកដោះគោខាប់ទៀតតែខ្ញុំដូចខ្ញុំនិយាយប្រាប់អញ្ចឹងគឺខ្ញុំសារនេះគឺខ្ញុំធ្វើលក្ខណៈសាមញ្ញបែបធម្មតាហើយរសជាតិឆ្ងាញ់ណាកុំឲ្យតលន់កុំឲ្យអីអញ្ចឹងណាឃើញទេយើងបៀកមកអញ្ចឹងមកណាឥឡូវវីដេអូនៃការធ្វើប៊ឺពងមាន់ឬក៏ប៊ឺផ្អែមរបស់នាងខ្ញុំមកដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនអរគុណរាល់ការតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងពេញចិត្តវីដេអូរបស់ខ្ញុំហើយបើសិនជាបងប្អូនពេញចិត្តបងប្អូនអាចចែករំលែកដល់ការ share វីដេអូនេះចេញទៅបានតោះជម្រាបលាចាំជួបគ្នានៅវីដេអូថ្មីទៀតសូមអរគុណ